ពីអរិយប័ត្រខាងក្នុងមនុស្សដែលមានគុណធម៌គឺជាមនុស្សដែលជួយអ្នកដទៃដោយភាពបរិសុទ្ធខ្លួនយ៉ាងណាក៏ត្រូវមានករណាការអាណិតអាសូរដោយភាពស្មោះត្រង់ចំណុចទី2ครับបរិសុទ្ធភាពបរិសុទ្ធឲ្យដោយមិនរំពឹងទុកទៅលើអ្នកដទៃជានឹងឲ្យទៅយើងប្រឡប់ផ្ទៃក្រោយសូមបងប្អូនចងចាំទុកថាដើម្បីកសាងសហគមន៍មួយដើម្បីកសាងក្រុមគ្រួសារមួយដើម្បីកសាងប្រទេសជាតិមួយឲ្យរីកចម្រើន